Miến đâm nal thả Cá nó Miến đách mùi ong Miến cô nhi mùi kbal Đại trống sơ lanh ốc bì bè rít hà rật tây Nụ bè cắt ná trống chìa thả Nâng chân chăm cô nhi ní oi bán lọ Hói cua phnhà nâng nẹ srái srok krau Đại nớ tì ná miến smau tràn hói lọ Hói oi cô núc vi sĩ ban chạch phòng Trống bè chân đá đôi chân hói Trống tra bằng quạp áo cho vai srok mà nẹ Chmú thả Úc Miến nghe nơi khát đại miến viên thông lọ Hói tô tùl cô nhi nụ Nóm từ khuyên nơi ai srok srái Chào vai srok chôl mộc Hói trống miến bè bắn tùl thả Bật ảnh Nhá mê cô mùi ní Ôi riêng khát cho vai srok ảnh Thái rẹ xà Tái sạch ní giang lọ chầm lại play Hói anh srọ lành nè Đôi chân này Ôi kế chân châm thái tóm Ôi lọ hói pro giặt Bà miến chmô nà nà mà nè Một prap anh thả Mê cô ảnh Vì slap Anh nhận cặp ba ảnh nút Ất pro này lái Lứ đôi chân này hỏi Cho vai srok Krap tu 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 thả Bạch cạ nà vì xe Hỏi nóm cô nhi nụ Chánh từ khát vĩnh Bế một đo khát vĩnh Cho vái srok Promote ọc nê mơn Mê srok Châm túc đi Tăng ọc đam thả Cô nhi mùi ní Chia rộp bọc luôn chị ong mà chả Trống ban nhà oi dưỡng Khvier thai tóm oi sru sập bài to tờ một Xích đầy ní Oi nê mơn Krom mà ca Ria Dốt chất tục đại Chúi tăng ọc nìa Oi mê cô ní Châm ra ấn Công oi khàn lời Tá bao mình chư chả Tha rật sạt Oi tới chỉ slap nút ព្រះករុណានឹងឲ្យកាប់ក្បាលយើងទាំងអស់គ្នាមិនប្រណីឡើយនោះនីមឺនក៏រករើសភូមិណាដែលមានស្មៅច្រើនល្អឯកឲ្យរះនៅភូមិនោះយកមេកូរបស់លួងទៅគៀលជាពិសេសឯរះក៏ចេះតែប្រឹងយកចំណីឲ្យមេកូនោះស៊ីតែរាល់គ្នារហូតដល់សប្តាហ៍ថ្ងៃនេះមេកូវាឡើងជាធាត់ខ្លាំងពេកណាស់ពុំចេះដើររកស៊ីស្មៅទេចេះតែនៅក្នុងរោងឲ្យរះយកចំណីមកស៊ីរិះចេះតែយកចំណីជាច្រើនពេញកញ្ជើការ៉ុងជារៀងរាល់ពេលយកស្មៅខ្ចីខ្លះសំណាបខ្លះទំពាំងឫស្សីខ្លះស្រូវពោតឯគោនោះវាស៊ីច្រើនពេកក្រៃទាល់តែស្លាប់ដោយសារតែការស៊ីច្រើនហួសប្រមាណឃើញដូច្នេះរិះតូចចិត្តទៅប្តឹងជំទប់រត់ទាំងខ្លាចទៅប្តឹងមេស្រុកភ័យណាស់ពុំហ៊ានទៅជម្រាបលោកចៅវាយទៅប្តឹងត្រឹមស្មៀនភ័យពន្លឹកទៅជម្រាបលោកបាឡាត់លោកបលាត់លឺហើយមានសេចក្តីញ័រទាំងដៃជើងចូលទៅឯលោកចៅវាយឃើញបាឡាត់ដូច្នេះក៏សួរថាកើតគ្រោះអ្វីក៏លោកបាឡាត់ញ័រទាំងដៃទាំងជើងយ៉ាងម្លេះនោះបាឡាត់ឆ្លើយទៅវិញថាខ្ញុំព្រះបាទពុំហ៊ាននិយាយទេឯចៅវាយក៏ប្រាប់ថាមិនអីទេឲ្យលោកបាឡាត់និយាយចោះនោះលោកបាឡាត់និយាយថាសូមមេត្តាប្រោះបិទមេកូព្រះករុណាវាស្លាប់ទៅហើយឮដូច្នោះចៅវាយស្រុកក៏ស្លុតញ័រសັບសាច់ស្រែកថាខ្ញុំអើយម្ដងនេះពិតជាផុតជីវិតហើយបិទលួងជាម្ចាស់ជីវិតមានព្រះបន្ទូលផ្ដាំថាបើនរណាទូលថាមេកូនោះស្លាប់នឹងកាប់ក្បាលយើងយីខ្ញុំមិនព្រមទៅថ្វាយបង្គំទូលតាមដំណើរនោះទេលោកបាឡាត់ទៅចុះឯលោកបាឡាត់ប្រកែកការដែលចូលទៅប្រាប់បន្ទូលព្រះករុណាក្នុងវេលានេះជាទូនទីក្រសួងរបស់ចៅវាយស្រុកពុំគួរប្រើនិមឺនណាឲ្យទៅជំនួសឡើយប្រកែកគ្នាទៅវិញទៅមកយ៉ាងយូរទៅជួនជាកូនក្រមុំចៅវាយស្រុកដើរលេងក្នុងសួនច្បារចិត្តសាលាខេត្តឬចៅវាយស្រុកជាឪពុកសឹកសួរដុកក្ដួលដូច្នោះក៏នាងឡើងទៅសាលាសួរថាឪអើយមានរឿងអ្វីបានបារម្ភចិត្តម្ល៉េះចៅវាយស្រុកប្រាប់មកវិញថាកូនឪពុកអើយពុកមានសេចក្តីវេទនាចិត្តណាស់ត្បិតគោញីរបស់លួងវាស្លាប់ទៅហើយឯព្រះករុណាបានផ្ដាំថាបើអ្នកណាម្នាក់ចូលទៅក្រាបទូលថាមេកូនោះស្លាប់ព្រះករុណានឹងកាត់ក្បាលអ្នកនោះឥតប្រណីហេតុនេះហើយបានជាពុកមានទុកទោសម្ដេចជាខ្លាំងពុំព្រមចូលទៅក្រាបទូលតាមសេចក្តីទេឬដូច្នេះហើយនាងក៏តបមកវិញថាកុំឲ្យពុកព្រួយបារម្ភចិត្តអីបើពុកមិនហ៊ានទៅក៏មិនអីដែរចាំខ្ញុំទៅជំនួសចៅវាយស្រុកខាត់ពុំព្រមឲ្យនាងទៅក្រែងស្ដេចកាត់ក្បាលនាងតាមព្រះបន្ទូលឯចៅវាយខាត់យ៉ាងណាក៏នាងមិនព្រមស្ដាប់ចេះតែអង្វរឲ្យឪពុកអនុញ្ញាតឲ្យទៅចៅវាយស្រុកទាល់គំនិតឲ្យកូនទៅតាមប្រាថ្នារបស់កូននោះនាងរៀបចំដំណើរស្លៀកសំពត់ហូលល្អបង្កក្រមាចូលទៅគាល់នៅអង្គុយស្ងៀមនឹងគេនោះស្ដេចទតឃើញនាងក្រមុំនោះមានរូបស្រស់ស្អាតមានព្រះបន្ទូលសួរថានាងមកពីណាអញពុំដែលស្គាល់មុខនាងសោះនោះនាងក្រាបបន្ទូលថា ពម្ចាស់
ខ្ញុំម្ចាស់មិនមែននៅក្រុងនេះទេខ្ញុំម្ចាស់នៅស្រុកក្រៅខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកឈ្មោះអុកស្ដេចនោះមានព្រះបន្ទូលសួរថាចៅហ្វាយស្រុកអុកដែលចិញ្ចឹមមេគោអញនោះឬនាងក៏ក្រាបទូលថាពោម្ចាស់ខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកនេះឯងព្រះករុណាក៏ទ្រង់ព្រះសោមនស្សសួរថាឯមេគោអញសប្ថ្ងៃនេះយ៉ាងណាហើយនាងទូលថាមេគោព្រះករុណាវាពុំចេះផឹកទឹកនោះទេស្ដេចឮហើយឆ្ងល់ណាស់ហើយសួរទៀតថាវាស៊ីស្មៅស្រួលទេនោះនាងឆ្លើយតបវិញថាវាពុំចេះស៊ីស្មៅទេស្ដេចសួរទៀតថាបើដូច្នោះគូអញវាធ្វើអីនាងក៏ទូលបន្តវាពុំចេះបន្ទោបងទេនោះស្ដេចក៏ឆ្ងល់រត់តែខ្លាំងឡើងហើយសួរថាអ្វីទៀតឯនាងក្រាបទូលថាមេគោនោះវាលែងបន្ទោបងលីមួកផងស្ដេចក៏ស្រែកសួរថាហើយមេគោអញវាពុំចេះផឹកទឹកពុំចេះស៊ីស្មៅលែងនោមលែងជូអាចនោះវាដូចជាមេគោស្លាប់ទៅហើយនាងក៏ក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោះព្រះករុណាមានព្រះបន្ទូលថាមេគោនោះវាស្លាប់ហើយឯខ្ញុំម្ចាស់មិនបានក្រាបទូលថាដូច្នោះសោះដូច្នេះហើយមិនមែនជាក្បាលខ្ញុំម្ចាស់ទេដែលត្រូវកាត់នោះឬដូច្នោះហើយស្ដេចក៏ទ្រង់ព្រះសម្រួលពុំមានខ្ញាល់អ្វីឡើយទ្រង់ព្រះរាជទានរង្វាន់ទៅនាងទៀតផងហើយមានព្រះបន្ទូលត្រាស់បង្គាប់ឲ្យនឹមព្រះរាជរដ្ឋមួយនាំនាងវិលត្រឡប់ទៅផ្ទះវិញទ្រង់អភ័យទោសឲ្យអ្នកទាំងអស់គ្នាបើលោកអ្នកចូលចិត្តរឿងនិទាននេះសូមចុច like Subscribe ដើម្បីទទួលបានវីដេអូថ្មីៗពីយើងខ្ញុំសូមអរគុណ